ទោះបីជាធ្លាប់បានឆ្លងកាត់សង្គ្រាមអស់ជាច្រើនជំនាន់ក៏ដោយក៏លោកសឿងសារ៉ាត់មិនដែលរងគ្រោះរហូតដល់ពីការអវយវៈណាមួយឡើយទើបតែមកដល់ពេលស្រុកអស់សង្គ្រាមលោកបែរជាคล้ายខ្លួនជាជនពិការដោយសារគ្រាប់កាំភ្លើងទៅវិញបរិសុទ្ធជនជាតិទំពួនដែលបច្ចុប្បន្នរស់នៅក្នុងតំបន់ព្រៃនៃស្រុកអណ្ដូងមាសខេត្តរតនគិរីរូបនេះអះអាងថាលោកដាច់ជើងម្ខាងនេះនៅឆ្នាំ2009ដោយសារចំនួនដីធ្លីជាមួយក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចមួយនៅក្នុងខេត្តនេះមូលហេតុដែលសារដែលអញ្ញាធរគាត់ច្បាស់អាបាស្រុកនឹងអញ្ញាធរភូមិឃុំនឹងគាត់ប្រមូលតញ្ញាណប័ណ្ណនឹងគាត់ទៅចុះឈ្មោះនៅភៅគ្រួសារនឹងឲ្យប្រគល់ទៅឲ្យក្រុមហ៊ុនដល់អញ្ចឹងថាប្រជាពលរដ្ឋនឹងព្រមព្រៀងអស់ហើយបាទការពិតទៅខ្ញុំចំពោះរូបខ្ញុំអត់ដឹងទេអត់ដឹងថាគេលក់ដីដែលខ្ញុំរស់នៅសពថ្ងៃទេអត់ដឹងទេបាទអញ្ចឹងខ្ញុំយល់ថាពួកខ្ញុំជាប្រជាពលរដ្ឋនៅក្រមអាវ៉ាតរដ្ឋាភិបាលដែលដឹកនាំបន្ទុយទៅវិញរដ្ឋាភិបាលមិនស្មោះត្រង់មើលប្រជាពលរដ្ឋបាទយកតស្មោះដល់លក់ដីទៅយកលុយទាំងអស់តាក់កប៉ាល់គេអ្នកខ្លះទិញឡានអ្នកខ្លះទិញអីទៅប្រជាពលរដ្ឋមានស្អីលហាមរហូតដល់ខ្ញុំឡងតាវ៉ាមកបញ្ជាឲ្យប្រគល់ឲ្យក្រុមហ៊ុនតែម្ដងថាពួកឯងធ្វើអីធ្វើទៅអញ្ចឹងបានក្រុមហ៊ុននៅបញ្ជាទៅហ៊ានបាញ់ខ្ញុំលោកសឿងសារ៉ាត់ស្ថិតក្នុងចំណោមអ្នកភូមិជនជាតិដើមភាគតិចមួយចំនួនទៀតដែលក្រាញននៀលមិនព្រមចាកចេញពីដីចម្ការរបស់ខ្លួនដោយសារពួកគេអះអាងថាពួកគេបានរស់នៅនិងធ្វើចម្ការស្វាយចន្ទីនៅលើដីនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយមុនពេលដែលក្រុមហ៊ុនចូលមកដល់ប៉ុន្តែការតស៊ូដើម្បីការពារផ្ទះសម្បែងនិងដីធ្លីរបស់បរិសុទ្ធជាឪពុកនៃកូន5នាក់រូបនេះមិនត្រឹមតែមិនអាចរក្សាដីធ្លីរបស់ខ្លួនបានទេគឺថែមទាំងធ្វើឲ្យរូបលោកត្រូវបាត់បង់ជើងម្ខាងថែមទៀតមានតែរឿងអត់បាយស្លាប់អត់បាយមិនស្លាប់កាត់ជំងឺទេស្លាប់អត់បាយបាទសុំទានពីណាឲ្យហើយដូចខ្ញុំរូបភាពខ្ញុំនោះមនុស្សពិការសុំទានពីណាឲ្យគេអត់ឲ្យទេមនុស្សអត់មានបជីគេល្បីថាខ្ញុំនឹងបះបោគេប្រសង់មួយអំណាចប្រសង់មួយរដ្ឋាភិបាលខ្ញុំមិនប្រសង់មួយពីណាទេខ្ញុំប្រាប់ជំរាបតាមពុទ្ធយុក៏ដូចនោះដែរខ្ញុំមិនប្រសង់ទេស្នើឲ្យរដ្ឋាភិបាលកុំធ្វើដោយរបប3ឆ្នាំរបបពលពតនឹងលោកសឿងសារ៉ាត់បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការខេត្តនិងបានស្វះស្វែងរកជំនួយពីមជ្ឈដ្ឋាននានាដើម្បីទាមទារយុត្តិធម៌សម្រាប់រូបលោកប៉ុន្តែលោកអះអាងថាបណ្ដឹងរបស់លោកពុំត្រូវបានគេចាត់ការឡើយដោយគ្មានដីធ្លីនិងផ្ទះសម្បែងរបស់ខ្លួនតទៅទៀតបច្ចុប្បន្នលោកសឿងសារ៉ាត់និងក្រុមគ្រួសារបានមកសុំស្នាក់អាស្រ័យជាបណ្ដោះអាសន្ននៅលើដីធ្លីជនជាតិដើមភាគតិចផ្សេងទៀតនៅទីនេះលោកស្រីភ្ញីថែមគឺជាប្រពន្ធរបស់លោកសឿងសារ៉ាត់នេះយើងដាញ់ដូចយើងថ្លន់យកដីហើយយើងបាញ់ម្ចាស់គេទៀតហើយដីក៏បញ្ជូនទៀតហើយម្ចាស់ក៏ក្រទៀតគ្នាក្រហើយអុយក្រទៀតយើងមិនអានឹងខ្ញុំឆ្ងល់ដែរមានជនជាតិដើមភាគតិចយ៉ាងតិច7ក្រុមកំពុងរស់នៅក្នុងខេត្តរតនគិរីនេះរួមមានជនជាតិទំពួនក្រឹងចារាយកញ្ចក់លុនកាវ៉ែតនិងព្រៅជនជាតិដើមភាគតិចទាំងនេះពឹងអាស្រ័យជាសំខាន់ទៅលើដីស្រែចម្ការនិងអនុផលព្រៃឈើដើម្បីទ្រទ្រង់ជីវភាពរស់នៅតាមបែបប្រពៃណីរបស់ពួកគេក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងខេត្តនេះលើកឡើងថាដោយគ្រួសាររបស់លោកសឿងសារ៉ាត់ដែរអ្នកភូមិជនជាតិដើមភាគតិចជាច្រើនទៀតនៅទីនេះបាននឹងកំពុងប្រឈមនឹងការបាត់បង់ដីស្រែចម្ការនិងជីវភាពរស់នៅតាមបែបប្រពៃណីរបស់ពួកគេដោយសារការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជនលោកញ៉ាន់នីគឺជាមន្ត្រីកម្មវិធីនៃអង្គការសមាគមខ្មែរលើដែលមានមូលដ្ឋាននៅក្នុងខេត្តរតនគិរីនេះទៅអនាគតផ្គាត់នឹងអស់នេះបើតាមការមើលឃើញរបស់យើងព្រោះបច្ចុប្បន្នគាត់ប៉ុណ្ណឹងឲ្យទៅពេលអនាគតទៀតមន្ត្រីសិទ្ធិមនុស្សដែលបានតាមដានការវិវត្តនៃការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចនៅក្នុងខេត្តនេះបានលើកឡើងថាគោលនយោបាយសម្បត្តិដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះមិនត្រឹមតែមិនបានជួយធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់អ្នកភូមិជនជាតិដើមភាគតិចប៉ុណ្ណោះទេតែផ្ទុយទៅវិញវារឹតតែធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគេទៅវិញលោកឆាយធីគឺជាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត60ប្រចាំខេត្តរតនគិរីនេះក្រុមហ៊ុនសម្បត្តិដែលផ្ដល់មកខេត្តរតនគិរីនេះយើងឃើញទី1ពាក់ព័ន្ធបញ្ហាប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចហើយនឹងចំណេះដឹងរបស់គាត់គឺគាត់មិនងាកទៅធ្វើការឲ្យក្រុមហ៊ុននេះដោយសារគាត់មិនមានចំណេះដឹងមិនមានទម្លាប់ក្នុងការដើរស៊ីស្នូគេនេះជាបញ្ហាប្រពៃណីវប្បធម៌ពួកគាត់
ហើយមួយទៀតយើងឃើញថាក្រុមហ៊ុនមកវិនិយោគជាគោលការណ៍គឺតម្រូវឲ្យមានការគោរពសិទ្ធិនោះហើយនឹងគោរពច្បាប់ដើម្បីធ្វើការអភិវឌ្ឍឲ្យមានភាពប្រសើរនៅក្នុងសហគមន៍មូលដ្ឋាននីមួយប៉ុន្តែក្រុមហ៊ុនមកគឺយើងឃើញមកមានតែចំនួនរវាងប្រជាពលរដ្ឋហើយនឹងក្រុមហ៊ុនចឹងហើយធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើក្រុមហ៊ុនហើយប្រជាពលរដ្ឋពុំមានទឹកចិត្តណាមួយត្រេកអរនឹងក្រុមហ៊ុនមកអភិវឌ្ឍទេគិតត្រឹមចុងឆ្នាំ2013ផ្ទៃដីចំនួន2លាន6សែនហិកតាឬស្មើនឹងប្រមាណជាង 70% នៃផ្ទៃដីដែលអាចដាំដុះបានរបស់ប្រទេសកម្ពុជាត្រូវបានជួលទៅឲ្យក្រុមហ៊ុនឯកជនចំនួនជាង270ក្រុមហ៊ុនក្នុងរូបភាពជាដីសម្បត្តិសេដ្ឋកិច្ចដើម្បីដាំដំណាំកសិឧស្សាហកម្មជាពិសេសដំណាំកៅស៊ូនេះបើយោងតាមអង្គការ Global Witness ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចុងក្រោយមួយរបស់ខ្លួនផងដែរថាក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់តំបន់ព្រៃដែលជនជាតិដើមភាគតិចរស់នៅជាលក្ខណៈប្រពៃណីលោកឆាយធីនៃសមាគមការពារសិទ្ធិមនុស្សអាត60មានប្រសាសន៍បន្ថែមថាអ្នកដែលទទួលផលចំណេញគឺក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចទាំងនោះជាពិសេសគឺក្រុមហ៊ុនវៀតណាមដែលលោកអះអាងថាបានទទួលដីសម្បត្តិសេដ្ឋកិច្ចច្រើនជាងគេនៅក្នុងខេត្តរតនគិរីនេះប៉ុន្តែលោកលេថេនឡាំនាយកគ្រប់គ្រងសាខាមួយក្នុងចំណោមសាខាជាច្រើនរបស់ក្រុមហ៊ុនវៀតណាមហងអាញ់ហ្គៃឡាយដែលបានទទួលដីសម្បត្តិសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតាពីរដ្ឋាភិបាលកម្ពុជាបានបដិសេធថាក្រុមហ៊ុនរបស់លោកមិនបានឈូសឆាយរំលោភលើដីធ្លីរបស់អ្នកភូមិជនជាតិដើមភាគតិចណាមួយទេ Bây giờ trong cái giấy phép thì mình cũng không biết trong giấy phép thì chỗ nào có đất rẫy dân thì trong bản đồ nó cũng có rồi thì mình biết đấy nhưng mà trong cái bản đồ có nhiều rẫy dân là không có trong bản đồ của sinh viên đó thì mình cũng bà con nói đất bà con thì mình vẫn đỡ lại hết rồi chỗ nào được thì mình báo cáo với chính quyền địa phương là chỗ đấy đúng cái rẫy bà con không thì nói đúng rẫy bà con thì mình vẫn đỡ lại thì bà con không ការខ្លះនៅក្នុងផែនទីវាអត់មានរឿងដីឆ្កាម្នាក់ភូមិទេប៉ុន្តែចុះធ្វើចាក់ស្ដែងវាមានដីឆ្កាម្នាក់ភូមិហើយក៏ខ្ញុំប្រៀបខាងឃុំខាងអីថាចាក់ស្ដែងដីម្នាក់ភូមិក៏ខ្ញុំទុកឲ្យណោយកគ្នាអត់មានប៉ះពាល់មន្ត្រីសាលាខេត្តរតនគិរីមិនបានឆ្លើយតបទៅនឹងការស្នើសុំបទសម្ភាសន៍ជាមួយអភិបាលខេត្តទាក់ទងនឹងរឿងនេះទេប៉ុន្តែលោកជូសុភ័ក្រប្រធានមន្ត្រីបរិស្ថានខេត្តនេះបានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលលោកបានស្នើកុំឲ្យថតជាវីដេអូថាការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនទាំងនេះនឹងមិនធ្វើឲ្យបាត់បង់ដីធ្លីជនជាតិដើមភាគតិចអស់នោះទេជាទូទៅគោលការណ៍រដ្ឋាភិបាលខ្ញុំថាมันអាចដល់ឈានដល់ថ្នាក់ជនជាតិយើងអត់មានដីมันអាចដល់អញ្ចឹងបានប៉ុន្តែលើកលែងថាខ្លួនឯងលក់ឲ្យគេខ្ញុំមិនដឹងទេណាបើលក់ឲ្យគេដីប្រហែលក៏លក់មិនចេះគ្រប់ដែរប៉ុន្តែបើសិនជាគោលការណ៍របស់រដ្ឋាភិបាលបច្ចុប្បន្នគឺអញ្ចឹងដីរបស់អ្នកឯងមានកាត់ឲ្យអ្នកឯងវិញទាំងអស់ស្អីទាំងអស់រដ្ឋាភិបាលកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះបាននឹងកំពុងសម្រេចលុបចោលនិងដកហូតដីសម្បត្តិសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនមួយចំនួនហើយបានអះអាងថាខ្លួននឹងបន្តពិនិត្យមើលឡើងវិញនៅកិច្ចសន្យាជួលជាមួយក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចបន្ថែមទៀតដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋតែទោះជាយ៉ាងនេះក្តីសម្រាប់លោកសឿងសារ៉ាត់វិញលោករំពឹងតិចតួចណាស់ថាលោកនឹងអាចទទួលបានដីចម្ការរបស់លោកវិញនោះដោយរដ្ឋាភិបាលគាត់ចង់កែតម្រង់នយោបាយកុំឲ្យប្រជាពលរដ្ឋអត់បាយកែតម្រង់ក្រសួងហៅថាកុំឲ្យបាត់សាសនាជាតិដើមភាគតិចទៅគាត់បែងចែករំលែកដីណាក្រុមហ៊ុនក៏ឲ្យតែបានឲ្យមានប្រជាពលរដ្ឋឲ្យមានតែប៉ុណ្្នឹងបើគាត់ថាមិនឲ្យប្រជាពលរដ្ឋមានទេគឺទៅអត់រហូតហ្នឹងហើយលោកបន្ថែមថាក្តីសង្ឃឹមដែលថាលោកក៏នឹងអាចទទួលបានយុត្តិធម៌មួយចំពោះការធ្លាក់ខ្លួនពីការដោយសារចំនួនដីធ្លីនេះក៏នៅឆ្ងាយសន្លឹមនៅឡើយដែរពីខេត្តរតនគិរីខ្ញុំសាយមុនី VOA